ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់និយាយពីបញ្ហាស្រុតស្បូនដែលខ្ញុំជួបច្រើនមែនតើមួយថ្ងៃហ្នឹងនៅស្រុកចិនអញ្ចឹងណាអញ្ចឹងបញ្ហាស្រុតស្បូនដំបូងឡើយហ្នឹងគឺកើតឡើងដោយសារតែសាច់ដុំនៅអាងតាគៀបរបស់យើងខ្សោយអញ្ចឹងនៅពេលដែលយើងកើតកូនដោយសារសម្រាលធម្មជាតិច្រើនដងពេកហើយនៅមនុស្សចាស់ដែលគាត់ស្ថិតនៅក្នុងវ័យកណ្ដាលឡើងទៅដែលគាត់ឈានចូលការបាត់រដូវឬក៏គាត់បានបាត់រដូវហើយអញ្ចឹងគាត់បានបាត់បង់កាល់ស្យូមច្រើនមែនតើនៅតំបន់សាច់ដុំឬក៏ឆ្អឹងអញ្ចឹងក៏ធ្វើឲ្យតំបន់អាងតាគៀបនឹងខ្សោយដែរទី2ហ្នឹងគឺដោយសារតែសរសៃប្រសាទនៅតំបន់អាងតាគៀបរបស់យើងមានការប៉ះទង្គិចមានផលប៉ះពាល់ដោយសារតែរលាករ៉ាំរ៉ៃឬក៏យើងលើករបស់ធ្ងន់អបិញ្ញាធ្វើវារលាកហើយយើងអត់ព្យាបាលវាទុកយូរពេកអញ្ចឹងទៅវាក៏ធ្វើឲ្យសាច់ដុំនៅអាងតាគៀបរបស់យើងហ្នឹងមានការខ្សោយដែរអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាមានជំងឺហ្នឹងសូមកុំបារម្ភវាអត់ប៉ះពាល់ដល់អាយុជីវិតយើងទេប៉ុន្តែវាប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃឬក៏យើងរស់នៅជាមួយនឹងដៃគូអញ្ចឹងទៅហើយផលរំខានដែលកើតជំងឺហ្នឹងគឺរួមមានយើងមានអារម្មណ៍ថាមានអ្វីមួយធ្លាក់មកតាមទ្វារមាសរបស់យើងហើយយើងមានអារម្មណ៍ថាធ្ងន់នៅអាងតាគៀបយើងមែនតើនៅពេលដែលយើងបត់ចង្ទុយឬយើងបត់ចង្ធំអញ្ចឹងទៅយើងប្រើកម្លាំងអញ្ចឹងស្បូនរបស់យើងគឺធ្លាក់ចេញមកទ្វារមាសចេញមកក្រៅឲ្យយើងឃើញហ្មងឬនៅពេលដែលយើងដើរអីអញ្ចឹងទៅហើយករណីមួយទៀតដែលកើតឡើងចំពោះអ្នកជំងឺរបស់ខ្ញុំនៅចិនហ្នឹងគឺគាត់កើតជំងឺស្លុតស្បូនហ្នឹងច្រើនឆ្នាំមែនតើហើយគាត់អត់មកព្យាបាលអញ្ចឹងធ្វើឲ្យសាច់ដុំតាអាងតាគៀបគាត់ទាំងអស់ហ្នឹងគឺខ្សោយទាំងអស់រួមមានទាំងសាច់ដុំនៅតំបន់ផ្លោកនោមផងដែរអញ្ចឹងធ្វើឲ្យគាត់ពិបាកមែនតើនៅក្នុងការទុកនោមគឺនោមហ្នឹងគឺអូតូចេញមកក្រៅហ្មងអញ្ចឹងនៅពេលដែលសរីរាង្គរបស់យើងនៅខុសទីតាំងវាងាយធ្វើឲ្យឆ្លងមេរោគមែនទែននៅតំបន់ស្បូនតំបន់មាត់ស្បូនឬក៏អាចឆ្លងទៅដល់ផ្លោកនោមឬក៏អាចឆ្លងទៅដល់តម្រងនោមផ្នែកខាងលើក៏មានដែរដោយសារតែយើងរលាករ៉ាំរ៉ៃហើយឲ្យយើងអត់មកព្យាបាលអញ្ចឹងទៅអញ្ចឹងនៅក្នុងវីដេអូក្រោយទៀតខ្ញុំនឹងនិយាយពីដំណាក់កាលកម្រិតនៃការស្រុតស្បូនហើយនិងវិធីព្យាបាលអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាអរគុណច្រើន